បាទសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតវីដេអូថ្មីនេះខ្ញុំសូមចែកម្លែកពីវិធីសាស្ត្រយើងមាន file Word ហើយនិង file Excel ឬមួយក៏ file PowerPoint ហើយយើងចង់ save វាទៅជា PDF វិញអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានវិធី2ដែលយើងអាច save ទៅជា PDF បានទី1បងប្អូនត្រូវមានកម្មវិធី Acrobat Pro នេះ Acrobat Pro អញ្ចឹងណាអាហ្នឹងទី1សំខាន់ហើយនឹងមានវិធីមួយទៀតខ្ញុំនឹងប្រាប់តាមក្រោយយើងមានកម្មវិធី Acrobat Pro នេះអញ្ចឹងពេលដែលយើងមាន Acrobat នឹងហើយយើងអាច save វាទៅជា PDF បានអាហ្នឹងសំខាន់រឿងមួយអូខេអញ្ចឹងបើបងប្អូនអត់មាន Acrobat Pro ទេបងប្អូនអាចរកកម្មវិធីផ្សេងទៀតដែលយើងដែលសម្រាប់តែគេកែ file PDF ណាអូខេអញ្ចឹងឥឡូវយើងចូលទៅវីដេអូយើងហ្មងទៅអាហ្នឹងឥឡូវអញ្ចឹងខ្ញុំមាន Acrobat ហ្នឹងហើយនឹងវិធីទី2ខ្ញុំនឹងប្រាប់បងប្អូនតាមក្រោយទៀតអញ្ចឹងយើងមាន file យើងមាន file Word មួយយើងមាន file Word មួយយើងអូខេយើងមាន file Word បែបនេះអញ្ចឹងដូចតែគ្នាទេនៅក្នុងទាំង3 file ហ្នឹងជាប្រភេទ3 file ហ្នឹងគឺ Word Excel PowerPoint ហ្នឹងគឺការដែលយើងចូលទៅ save ជា PDF ហ្នឹងគឺដូចគ្នាទេហើយ file ទាំង3ហ្នឹងទិន្នន័យវាគឺដូចគ្នាទេគឺជាទិន្នន័យបែបនេះដូចគ្នាអញ្ចឹងខ្ញុំគ្រាន់តែបញ្ជាក់បងប្អូនថាបើយើងចង់ save វាទៅជា PDF ដោយយើងមាន file Word ឬមួយក៏ PowerPoint ឬមួយក៏Excel យើងចង់ save ទៅជា PDF អូខេអញ្ចឹងយើងបើក file ហ្នឹងមកហើយយើងមាន file Word មួយអូខេអញ្ចឹងយើងទៅកន្លែង save មកទៅកន្លែង save យើងបើកធំទីមក save ហើយយើងនេះបើយើងមានកម្មវិធី Acrobat ហ្នឹងគឺវានឹងមាន option កន្លែងហ្នឹងតែម្ដងគឺវាដាក់ថា save as Adobe PDF យ៉ាយើង save as Adobe PDF អញ្ចឹងយើងចុចទៅកន្លែងហ្នឹងមួយមកហើយយើងយើងទៅដាក់រកទីតាំងមកអូខេខ្ញុំដាក់នៅលើ desktop តែម្ដងទៅហើយយើងកន្លែងនេះគឺ PDF វាស្រាប់តែវាយកជា PDF អូខេអញ្ចឹងយើងចុច save មកយើងចុច save វានឹងconvert to Adobe PDF អូខេអញ្ចឹងវាបើកអូតូម៉ាទិកអញ្ចឹងយើងបាន file Word មួយយើងបាន file ពី file Word មក PDF មួយអូខេអញ្ចឹងយើងទៅវិធីមួយទៀតណាអូខេមិនវិធីមួយទៀតទេអាហ្នឹងវិធីតារាលដែលយើងប្រើ Acrobat ប៉ុន្តែវារបៀប save ខុសគ្នាបន្តិចបើសិនជាបងប្អូនចុច file ហ្នឹងដដែលហើយវាអត់មានកន្លែងហ្នឹងវាអត់មានកន្លែង save ទៅ as PDF Adobe PDF ទេយើង save as ដដែលអញ្ចឹងហើយយើងយកពាក្យ browse មកយើងទៅជាខ្ញុំដាក់នៅលើ desktop ដដែលទេដាក់លើ desktop ហើយខ្ញុំនេះកន្លែងនេះវានៅជា file Word ទេអញ្ចឹងបងប្អូន select កន្លែងហ្នឹងហើយយើងយកពាក្យថា PDF អញ្ចឹងដោយសារនេះវាមានមួយអញ្ចឹងខ្ញុំដាក់ binder to កុំឲ្យវាជាន់គ្នាហើយវាមានជា standard និង minimal បាទនេះតែបើ standard បើសិនជាកម្មវិធីវាប្រាប់ថាឥឡូវ save ទៅជា PDF វាត្រូវ C ប៉ុណ្ណឹងអញ្ចឹងគឺវាយកប៉ុណ្ណឹងហើយតែបើសិនជាយើងយក minimum size បាទនេះថាវានឹងព្យាយាមបង្រួម file PDF ហ្នឹងឲ្យតូចទៀតពេលដែលយើង save ហើយយើងមាន option មួយទៀតគឺបាទនេះថាបើសិនយើងឲ្យ save ទៅ PDF ហើយយើងឲ្យពេលដែល save ជោគជ័យវាឲ្យវាបើកអូតូមកយើងចូលទៅរកទៀតអញ្ចឹងយើងអូខេយើងដាក់កន្លែងហ្នឹងមួយមកហើយយើង save អូខេបន្ទាប់ពី save ហើយវានឹងបើកអូតូអូខេអញ្ចឹងនៅក្នុងជម្រើសទី1នេះយើងមានពីររបៀបនៅក្នុងការ save ដែរអូខេអញ្ចឹងយើងចូលដល់វិធីទី2វិធីទី2បើសិនជាបងប្អូនយើងចុច file នឹងដដែលយើងមាន file Word ហើយបើសិនជាបងប្អូនចុចកន្លែងហ្នឹងមកហើយយើងអត់មាន Acrobat Pro ទេហើយយើងចុច save as ទៅយើង browse ហើយក៏យើងអត់អាចទៅរកកន្លែងនេះ PDF ហ្នឹងបាននេះថាវាអត់មាន option ហ្នឹងឲ្យយើងអញ្ចឹងយើងមកតាមរយៈ print យើងមកកន្លែង print យើងចុចលើ print នេះមកពេលចុច print ហ្នឹងហើយវានឹងចេញជា printer ដោយសារតែដូចខ្ញុំបានធ្វើវីដេអូមុនមួយពាក់ព័ន្ធជាមួយនឹងគេហៅថា Microsoft Print to PDF អញ្ចឹង Microsoft Print to PDF នេះគឺវាជា option ហ្នឹងគឺជា default feature ហ្នឹងគឺជា default របស់ Microsoft នៅក្នុង Windows តែម្ដងអញ្ចឹងយើងចុច select នៅលើនឹងមក printer ហ្នឹងគឺឈ្មោះបែបហ្នឹងតែម្ដងគឺវាសម្រាប់ save ទៅជា PDF ហ្នឹងដែរអញ្ចឹងពេលយើង select លើអាហ្នឹងហើយបញ្ជាក់បងប្អូនបន្តិចបើសិនជាបងប្អូនអត់មាន option ហ្នឹងទេឬមួយក៏អត់មាន feature ហ្នឹងទេបងប្អូនអាចទៅរកវីដេអូខ្ញុំមួយទៀតពាក់ព័ន្ធជាមួយនឹងការដែលយើងទៅ add Microsoft Print to PDF ហ្នឹងនៅក្នុងវីដេអូចាស់មានអញ្ចឹងយើង select លើ printer ហ្នឹងហើយយើងចុច save មកsave ហើយអូខេឃើញទេវានឹងឲ្យយើងដាក់ឈ្មោះអញ្ចឹងយើងដាក់ឈ្មោះយើងដាក់ binder អានេះ binder ប្រហែលហើយ binder 3អូខេអញ្ចឹងយើង binder 3អូខេ binder 3យើងចុច save ចុច save អញ្ចឹងខ្ញុំសូមបិទ Word នេះហ្មងទៅព្រោះដោយសារដូចខ្ញុំប្រាប់មុនហ្នឹងមិនអញ្ចឹងគឺ
បើ Word Excel PowerPoint របៀប save វាទៅជា PDF គឺទៅទីតាំងតែមួយទេអូខេអញ្ចឹងខ្ញុំបានមិញ binder series នេះអូខេអញ្ចឹង binder series នេះបើកមកក៏ដូចគ្នាដែរអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំរំលឹកម្ដងទៀតយើងមាន2ជម្រើសទី1យើងប្រើ Adobe Acrobat Pro និងមួយទៀតយើងប្រើជាគេហៅថាprint យើង print to Microsoft print to PDF អញ្ចឹងដើម្បីក្នុងការ save file Word ឬមួយក៏ Excel PowerPoint ទៅជា PDF យើងមាន2ជម្រើសហ្នឹងបើសិនជាបងប្អូនអត់មាន Acrobat Pro ទេបងប្អូនអាចមករកទីតាំងនេះ printer នេះដែលឈ្មោះថា Microsoft Print to PDF អូខេអរគុណច្រើនសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន